អ្នកមានមហិច្ឆតាធំមហិច្ឆតាធំគឺជាក្តីប្រាថ្នាឬជាគោលបំណងដែលបានពងទុកនៅក្នុងចិត្តទៅលើអ្វីមួយដែលខ្លួនស្រឡាញ់ពេញចិត្តដោយចង់ឲ្យអ្វីនោះកើតឡើងចំពោះជីវិតប្រសិនបើយើងមានមហិច្ឆតាទៅលើលុយមានន័យថាយើងប្រាថ្នាចង់បានលុយបើយើងមានមហិច្ឆតាក្នុងការកសាងជោគវាសនាមានន័យថាយើងប្រាថ្នាចង់មានជោគវាសនាឬអនាគតល្អការមានមហិច្ឆតាតូចគឺជាការប្រាថ្នាចង់បានតូចការមានមហិច្ឆតាធំគឺជាការប្រាថ្នាចង់បានធំអ្នកខ្លះមានមហិច្ឆតាតូចមានន័យថាពួកគេចង់បានលុយតិចឬមានមហិច្ឆតាធំមានន័យថាចង់បានលុយច្រើនខ្ញុំអាចនិយាយម្ដងទៀតថាអ្នកក្រមានមហិច្ឆតាតូចអ្នកមានមហិច្ឆតាធំការមានមហិច្ឆតាធំមិនមែនមានន័យថាមានសេចក្តីលោភលន់នោះទេមហិច្ឆតានិងភាពលោភលន់ខុសគ្នាត្រង់ថាលោភលន់គឺជាការចង់បានច្រើនហួសហេតុឬធំមហាសាលគ្មានដែនកំណត់ចំណែកមហិច្ឆតាធំគឺជាការចង់បានច្រើនឬធំមានទំពង់ច្បាស់លាស់និងមានដែនកំណត់ជាក់លាក់សេចក្តីលោភលន់មិនមែនជារឿងត្រឹមត្រូវក្នុងការកសាងទ្រព្យសម្បត្តិនោះឡើយវាមិនអាចធ្វើឲ្យយើងមានសេចក្តីចម្រើនទេគឺធ្វើឲ្យយើងមានសេចក្តីអន្តរាយទៅវិញទេចំណែកមហិច្ឆតាធំគឺជាការចង់បានដ៏ត្រឹមត្រូវដែលធ្វើឲ្យយើងមានសេចក្តីចម្រុងចម្រើនអ្នកជោគជ័យតែងតែមានមហិច្ឆតាធំមហិច្ឆតាគឺជាចំណងអ្នកមានមហិច្ឆតាធំមានន័យថាមានចំណងធំការមានចំណងធំនាំឲ្យមានថាមពលដួងចិត្តខ្លាំងក្លានៅពេលមានថាមពលដួងចិត្តខ្លាំងក្លាហើយនោះគេអាចសម្រេចកិច្ចការធំអស្ចារ្យមហាសាលបានយ៉ាងងាយស្រួលអ្នកមានមហិច្ឆតាតូចមិនអាចសម្រេចកិច្ចការធំបានទេព្រោះថាការមានមហិច្ឆតាតូចនាំឲ្យកើតចំណងតូចនាំឲ្យថាមពលដួងចិត្តខ្សោយបើគេមានថាមពលខ្សោយគេមិនអាចសម្រេចកិច្ចការធំបាននោះទេគឺគេសម្រេចកិច្ចការតូចប៉ុណ្ណោះប្រសិនបើយើងចង់បានប្រាក់ត្រឹមតែ$10,000ក្នុងមួយខែយើងច្បាស់ជាមិនសូវញាប់ញ័រក្នុងដួងចិត្តក្នុងការបង្កើតគម្រោងផែនការសម្រាប់គោលដៅនោះទេតែបើយើងមានមហិច្ឆតាចង់ចំណេញប្រាក់$1,000,000ក្នុងមួយឆ្នាំពេលនោះក្នុងទ្រូងរបស់យើងបេះដូងលូតខ្លាំងជាងមុនយើងនឹងមានថាមពលភ្លាវខ្លាជាងមុនយើងនឹងចាប់ផ្ដើមគិតអ្វីដែលអស្ចារ្យនិងធ្វើអ្វីដែលអស្ចារ្យការមានមហិច្ឆតាតូចនាំឲ្យគិតតូចការមានមហិច្ឆតាតូចចំណងក៏មានខ្សោយកាលណាចំណងខ្សោយថាមពលក៏ខ្សោយកាលណាថាមពលខ្សោយហើយនោះយើងនឹងធ្វើតែរឿងតូចតាចប៉ុណ្ណោះបើយើងធ្វើរឿងតូចតាចនាំឲ្យលទ្ធផលតូចនៅពេលដែលយើងមានមហិច្ឆតាធំនាំឲ្យយើងគិតធំនៅពេលដែលយើងគិតធំនាំឲ្យយើងមានចំណងកាន់តែខ្លាំងកាលណាយើងមានថាមពលខ្លាំងយើងតែធ្វើរឿងធំអស្ចារ្យមានមហិច្ឆតាតូចនាំឲ្យគិតតូចធ្វើតូចនាំឲ្យបានលទ្ធផលតូចមានមហិច្ឆតាធំនាំឲ្យគិតធំនាំឲ្យធ្វើធំនាំឲ្យបានលទ្ធផលធំមូលហេតុដែលអ្នកក្រមានមហិច្ឆតាតូចដោយសារពួកគេខ្លាចសម្រេចមិនបានមូលហេតុដែលអ្នកមានមហិច្ឆតាធំដោយសារពួកគេត្រូវការសម្រេចវាឲ្យបានយើងបានដឹងហើយថាកាលណាមានមហិច្ឆតាតូចគឺនាំឲ្យមានថាមពលខ្សោយហេតុនេះហើយយើងមិនអាចសម្រេចលទ្ធផលបានធំនោះទេតែបើយើងមានមហិច្ឆតាធំគឺនាំឲ្យយើងមានថាមពលខ្លាំងទោះជាកិច្ចការធំប៉ុណ្ណាក៏យើងនៅតែអាចសម្រេចបានដែរលើសពីនេះទៀតកាលណាយើងមានមហិច្ឆតាធំយើងតែងតែគិតធំកាលណាយើងគិតធំនាំឲ្យយើងមានគម្រោងការធំកាលណាយើងមានគម្រោងការធំយើងនឹងមានភាពងាយស្រួលក្នុងការទាញកមនុស្សមកចូលរួមសហការសម្រាប់ផែនការជាមួយយើងប្រសិនបើយើងមានគម្រោងចំណេញប្រាក់ត្រឹមតែ$10,000គ្មានអ្នកណាចាប់អារម្មណ៍មកសហការជាមួយយើងនោះទេតែបើយើងមានគម្រោងចំណេញប្រាក់$1,000,000យើងអាចទាក់ទាញមនុស្សដែលមានសមត្ថភាពជាច្រើនមកសហការជាមួយនឹងយើងនេះហើយគឺជាអនុភាពនៃការមានមហិច្ឆតាធំអ្នកខ្លះទៀតគិតថាការមានមហិច្ឆតាធំនាំឲ្យជីវិតមានភាពនឿយហត់ខ្លាំងដែរឬថានឿយហត់ខ្លាំងជាការមានមហិច្ឆតាតូចតោះគិតទាំងអស់គ្នាថាកាលណាយើងមានមហិច្ឆតាធំឲ្យយើងគិតធំនាំឲ្យយើងមានចំណងខ្លាំងនាំឲ្យយើងមានថាមពលខ្លាំងចុះបើយើងមានថាមពលខ្លាំងទៅហើយមានអ្វីដែលធ្វើឲ្យយើងនឿយហត់ទៀតនោះផ្ទុយទៅវិញអ្នកដែលមានមហិច្ឆតាតូចទេដែលនាំមកនូវទុក្ខវេទនានិងភាពនឿយហត់ខ្លាំងក្នុងឆាកជីវិតជាងព្រោះថាកាលណាមហិច្ឆតាតូចនាំឲ្យគិតតូចនាំឲ្យចំណងខ្សោយ
នាំឲ្យមានធម៌ពលតិចកាលណាធម៌ពលតិចគឺច្បាស់ជាលេខហត់ខ្លាំងជាមិនខានកាលណាឡានធំគេច្បាស់ជាបំពាក់ម៉ាស៊ីនពុំកាលណាឡានតូចច្បាស់ជាបំពាក់ម៉ាស៊ីនតូចឡានតូចមិនអាចដឹកទំនិញបានច្រើននោះទេឡានធំទើបអាចដឹកទំនិញបានចាស់មូលហេតុដែលអ្នកក្រមានលុយតិចដោយសារពួកគេមានមហិច្ឆតាតូចអ្នកមានលុយច្រើនដោយសារពួកគេមានមហិច្ឆតាធំ Donald Trump ប្រធានាធិបតីទី45នៃសហរដ្ឋអាមេរិកបាននិយាយថាគ្មានរបស់ដ៏អស្ចារ្យណាក្នុងលោកដែលកើតឡើងដោយគ្មានមហិច្ឆតានោះឡើយមានមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនដែលនាំឲ្យមនុស្សមានភាពខ្ជិលច្រអូសនោះគឺមកពីពួកគេអត់មានមហិច្ឆតាធំក្នុងការរកប្រាក់ឬក្នុងការកសាងសង្គមគ្រួសារឲ្យคล้ายទៅជាអ្នកមានភាពឧស្សាហ៍នឹងកើតឡើងភ្លាមហើយភាពខ្ជិលច្រអូសនឹងរលាយខ្សោយប្រសិនបើយើងបញ្ឆេះបេះដូងឲ្យភ្លើងមហិច្ឆតាផ្ទុះឆេះឡើងយ៉ាងសន្ទុះសន្ទុះទៅដុតចំហៀវខ្លាំងនៃភាពខ្ជិលច្រអូសដែលកំពុងខាត់នៅយ៉ាងក្រាស់ក្នុងក្បាលពោះនិងបេះដូងសំដូចសុភាសិតមួយបានពោលថានៅលើលោកនេះមានជនណាខ្ជិលច្រអូសនោះទេប្រសិនបើជននោះមានមហិច្ឆតាធំបាទខ្ញុំសូមបញ្ចប់អត្ថបទត្រឹមប៉ុណ្ណេះហើយអរគុណសម្រាប់ការតាមដានស្ដាប់កុំភ្លេចជួយចុច like និង subscribe ដើម្បីទទួលបាននូវវីដេអូថ្មីៗបន្តទៀតបាទចាំថ្ងៃនេះយើងជួបគ្នាប៉ុណ្ណឹងហើយយើងជួបគ្នានៅវីដេអូក្រោយ